សម័យលង្វែកគឺជាសម័យក្រោយរជ្ជកាលព្រះបាទពញាយ៉ាតប្រទេសកម្ពុជាកើតមានចម្បាំងជាច្រើនលើកច្រើនសារនៅក្នុងសម័យនោះរាជធានីត្រូវបានផ្លាស់ប្ដូរជាច្រើនកន្លែងវិលចុះវិលឡើងពីក្រុងអង្គរទួលបាសានស្ថិតនៅក្នុងខេត្តកំពង់ចាមចតុមុខនៅរាជធានីភ្នំពេញនិងលង្វែកនៅខេត្តកំពង់ឆ្នាំងបន្ទាយលង្វែកគឺជាទីតាំងប្រវត្តិសាស្ត្រខ្មែរដែលស្ថិតនៅក្នុងស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំងនិងជាកន្លែងយុទ្ធសាស្ត្រមួយមានទន្លេបឹងជាពិសេសគឺព្រែកតែក្រោយមកដល់ឆ្នាំ1593បន្ទាយនេះត្រូវបានសៀមវាយបំបែកយកទៅជាចំណុះរបស់ខ្លួនដែលរឿងនេះគឺត្រូវបានកកើតឡើងនៅក្នុងរជ្ជកាលព្រះបាទសត្ថាទី1តើមូលហេតុអ្វីបានជាមានការបែកបាក់បន្ទាយលង្វែកសម័យលង្វែកគឺជាសម័យមួយដែលមានចម្បាំងជាច្រើនជាងគេនៅក្នុងចំណោមសម័យផ្សេងទាំងអស់ព្រមទាំងមានការឈ្លានពានពីសំណាក់សៀមមកលើប្រទេសកម្ពុជាថែមទៀតផងរាជធានីតែងមានការផ្លាស់ប្ដូរជាច្រើនលើកច្រើនសារនៅក្នុងផ្ទៃប្រទេសយោងតាមសៀវភៅអរិយធម៌ខ្មែរនៅសម័យក្រោយអង្គរបានចារជាអក្សរថានៅក្នុងសម័យលង្វែកមានស្ដេចចំនួន5អង្គដែលបានគ្រប់គ្រងសោយរាជ្យទី1គឺស្ដេចកនចាប់ពីឆ្នាំ1512ដល់ឆ្នាំ1525ទី2គឺព្រះអង្គច័ន្ទទី1ឬពញាច័ន្ទចាប់ពីឆ្នាំ1516ដល់ឆ្នាំ1566ទី3ព្រះបរមរាជាទី4ពីឆ្នាំ1566ដល់1576ទី4គឺព្រះបាទសត្ថាទី1ឬបរមរាជាទី5ចាប់ពីឆ្នាំ1576ដល់ឆ្នាំ1586និងព្រះជ័យជេដ្ឋាទី1ក្នុងឆ្នាំ1586ដល់ឆ្នាំ1594ក្នុងរាជព្រះអង្គច័ន្ទទី1រាជធានីតាំងនៅក្រុងមានជ័យខេត្តពោធិ៍សាត់រួចប្ដូរមកក្រុងលង្វែកវិញព្រះបាទច័ន្ទរាជាឬព្រះអង្គច័ន្ទទី1គឺជាអនុជពៅរបស់ព្រះបាទស្រីសុគន្ធបុត្រឬជាបុត្រធម្មរាជាហើយនៅពេលដែលស្ដេចកនធ្វើគុតស្រីសុគន្ធបុត្រនៅបន្ទាយស្ទឹងសែននាឆ្នាំ1512ពញាច័ន្ទនៅក្រុងអយុធ្យានៅឡើយទេក្នុងពេលធ្វើសង្គ្រាមជាមួយស្ដេចកនមន្ត្រីនិងរាស្ត្រសុំឲ្យព្រះអង្គច័ន្ទឡើងសោយរាជទ្រង់ក៏យល់ព្រមទ្រង់ជាស្ដេចមួយព្រះអង្គដ៏ល្បីល្បាញដែលបានរបស់ទឹកដីខ្មែរភាគខាងលិចពីសៀមក្រៅពីបន្ទាយលង្វែកទ្រង់បានកសាងវត្តអារាមជាច្រើននៅខេត្តពោធិ៍សាត់បរិបូរណ៍ជួសជុលវត្តនៅឧដុង្គមានវត្តលើភ្នំរាជទ្រព្យជាដើមវត្តត្រឡាញ់កែងនៅក្នុងបន្ទាយលង្វែកដែលស្ថិតនៅលើទួលមួយកន្លែងមានរាងជាក្អែកក្នុងវិហារតម្កល់ព្រះពុទ្ធរូបត្រឡាញ់កែងគឺព្រះពុទ្ធរូប4អង្គគង់ឈរទល់ព្រះខ្នងនឹងគ្នាហើយបែរព្រះភ័ក្ត្រទៅទិសទាំង4ហើយនឹងក៏បានកសាងបដិមាត្រឡាញ់កែងរូបព្រះគោប្រមូលអ្នកប្រាជ្ញបណ្ឌិតកវីឲ្យចងក្រងនិងសរសេរគម្ពីរក្បួនច្បាប់គ្រប់ប្រភេទសម្រាប់កូនខ្មែរជំនាន់ក្រោយតែគួរឲ្យស្ដាយនៅឆ្នាំ1566ទ្រង់ក៏សោយទីវង្គតអតិធិធតម្កល់ទុកលើភ្នំព្រះរាជទ្រព្យបកត្រឡប់មកសម័យព្រះបាទសត្ថាទី1វិញដែលជាព្រះរាជាសោយរាជបន្តពីព្រះបរមរាជាគឺជាសម័យមួយដែលលង្វែកត្រូវបានបែកបាក់បន្ទាយលង្វែកគឺជារាជធានីមួយដែលស្ថិតនៅក្នុងស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំងនិងជាកន្លែងយុទ្ធសាស្ត្រមួយមានទន្លេបឹងជាពិសេសព្រែកបន្ទាយលង្វែកមានទទឹងប្រវែង2សហតិមាត្រនិងបណ្ដោយប្រវែង3សហតិមាត្រហើយចំណាយពេលសាងសង់3ឆ្នាំពោលគឺចាប់ពី1527ដល់ឆ្នាំ1529ក្រុមមេការឲ្យគេជីកបុកឬរៀបថ្ម6ហត្ថជំវិញបន្ទាយជា3ជ្រុងហើយលើកដីច្រោះក្តារធ្វើបន្ទាយនេះកម្ពស់14ហត្ថកម្រាស់ខ្នងលើ10ហត្ថជើងទេខាងក្រោម22ហត្ថឯជ្រុងទី4គឺទន្លេមូលហេតុនេះហើយទើបព្រះច័ន្ទរាជាបញ្ជាឲ្យមន្ត្រីអុកញ៉ាសេនាបតីឲ្យកេណ្ឌរាស្ត្រកាប់ឈើជញ្ជូនថ្មរាជដីដើម្បីសង់បន្ទាយនិងរាជវាំងទ្រង់បានឲ្យគេធ្វើកំពែងការពារ5ជាន់ព្រមទាំងដាំរបងឫស្សីយ៉ាងក្រាស់កម្រាស់2សិនពោលគឺស្មើនឹង1ម៉ែត្រ60សង់ទីម៉ែត្រមានគូទឹកមានទ្វារ8ខាងក្នុងបន្ទាយទាំង5ជាន់ដាក់សុទ្ធតែទាហានកំភ្លើងវែងក្នុងកំពែងទី1ដាក់សុទ្ធតែទាហានកំភ្លើងធំហើយនៅមុខកំពែងនេះមានរោងដំរីចំណែកកំពែងទី2ដាក់សុទ្ធតែទាហានកំភ្លើងវែងសាលាជំនុំសាលាដំបងនិងសាលាឧទ្ធរក្នុងកំពែងទី3ដាក់ទាហានអាវុធខ្លីមានដាក់ផ្គាក់និងកាំបិតកំពែងទី4វិញដាក់សុទ្ធតែទាហានរក្សាព្រះអង្គរោងល្ខោននិងព្រះពន្លាទតល្ខោននៅក្នុងកំពែងទី5មានរោងបញ្ចក្សត្រនិងដំណាក់សម្រិទ្ធមានកំសាន្តបារម្ភក្រុមបាគូបរោហិតនិងក្រុមមហាថ្លឹកនៅទីនោះ
ក្នុងកំពេញនេះដែរមានរាជវាំងកំពូល5បិទមាសនិងលៀបមរៈសម្រាប់ព្រះមហាក្សត្រធារាជផ្ទុំហើយមានតម្កល់វត្ថុស័ក្តិសិទ្ធិគឺព្រះកែវឬព្រះត្រឡែងកែងនិងព្រះគោចំនួន12ដែលនៅក្នុងពោះព្រះគោទាំងនោះមានរក្សានៅគម្ពីរក្បួនសាស្ត្រាដ៏មានតម្លៃលើសលប់មានផ្ទះស្រីស្នំក្រំកាបុត្រាបុត្រីនិងមានឃ្លាំងធំទុកស្រូវអង្ករអំបិលប្រហុកត្រីងៀតត្រីឆ្អើរនិងឃ្លាំងសាស្ត្រាវុធម្យ៉ាងទៀតតាមជំនឿរបស់ខ្មែរព្រះគោនិងព្រះកែវជាបងប្អូនបង្កើតនឹងគ្នាដែលអ្នកស្រុកតែងតែគោរពបូជាទុកជាវត្ថុស័ក្តិសិទ្ធិដោយសារនៅក្នុងបន្ទាយលង្វែកមានរូបព្រះគោព្រះកែវដែលគេជឿថាជាបន្ទាយមួយមានភាពមាំសម្រាប់ការពារសត្រូវផងនិងឃ្លាំងវប្បធម៌ជាតិបន្ទាប់ពីអង្គរនៅក្នុងសម័យព្រះបាទសត្ថាទី1ដែលជាសម័យមួយស្ថិតនៅក្នុងលង្វែកនោះចំនួននយោបាយត្រូវបានកើតឡើងជាបន្តបន្ទាប់ទាំងនយោបាយក្នុងប្រទេសនិងនយោបាយក្រៅប្រទេសទី1និយាយអំពីនយោបាយក្នុងប្រទេសនៅសម័យលង្វែកមានវិបត្តិរាជវង្សជាញឹកញាប់ព្រះបាទសត្ថាទី1ដាក់រាជថ្វាយទៅបុត្រច្បងព្រះនាមជ័យជេដ្ឋាទី1ដែលមានព្រះជន្មទៅតែ11ព្រះវស្សាព្រោះខ្លាចព្រះអនុជព្រះនាមស្រីសុរិយោពណ៌ដណ្ដើមរាជដោយព្រះបាទស្រីសុរិយោពណ៌មានសមត្ថភាពនិងប្រជាប្រិយភាពជាងព្រះអង្គការបាត់បង់បន្ទាយលង្វែកធ្វើឲ្យខ្មែរអស់ឫទ្ធានុភាពអស់ក្បួនខ្នាតសត្រូវបានប្រមូលទ្រព្យសម្បត្តិនិងរបស់មានតម្លៃយកទៅស្រុកសៀមអស់ចំពោះនយោបាយក្រៅប្រទេសវិញកាលពីសម័យនោះពុំទាន់មានកង្វល់បញ្ហាព្រំដែនខាងកើតប៉ុន្មានទេព្រោះប្រទេសចម្ប៉ាកំពុងជាប់ដៃវាជាមួយយួនដែលកំពុងលេបទឹកដីរបស់ខ្លួនបន្តិចម្ដងប៉ុន្តែនៅព្រំដែនខាងលិចព្រះរាជាខ្មែរបានព្យាយាមវាយរំដោះទឹកដីដែលបាត់បង់ទៅតាំងពីសតវត្សទី13យកមកវិញព្រះបាទស្រីរាជាច័ន្ទរាជាបរមរាជានិងសត្ថាទី1បានលើកទ័ពទៅវាយលុករហូតដល់រាជធានីស្រីអយុធ្យាហើយរំដោះយកបានអាណាខេត្តជាច្រើនមកវិញមូលហេតុដែលនាំឲ្យទ័ពខ្មែរទទួលបានជោគជ័យយ៉ាងនេះគឺបណ្ដាលមកពីព្រះរាជារឹងមាំមានស្មារតីក្លាហានមោះមុតប្រជារាស្ត្រក្នុងនិងក្រៅប្រទេសគាំទ្រកងទ័ពជឿជាក់លើព្រះរាជាម្យ៉ាងទៀតទ័ពភូមាបានវាយសៀមជាញឹកញាប់ពីព្រំដែនសៀមភូមាប៉ុន្តែក្រោយមកក្នុងរជ្ជកាលព្រះបាទបរមរាជាព្រះអង្គបានចុះហត្ថលេខាលើសន្ធិសញ្ញាចំណងសម្ព័ន្ធមេត្រីភាពជាមួយខ្មែរសៀមនាឆ្នាំ1574ហើយសៀមបានថ្វាយចំពោះព្រះមហាក្សត្រខ្មែរនៅខេត្តនគររាជសីមាបច្ចឹមបុរីច័ន្ទបុរីចាប់ពីរជ្ជកាលព្រះបាទសត្ថាទី1មកព្រះរាជាខ្មែរតែទៅពឹងពួកអឺរ៉ុបដូចជាព័រទុយហ្គាល់និងអេស្ប៉ាញពួកនេះបានបញ្ជូនកងទ័ពនិងអ្នកផ្សាយសាសនាមកប្រទេសខ្មែរជាហេតុធ្វើឲ្យសៀមកាន់តែក្តៅក្រហាយព្រោះខ្មែរនិងសៀមកាន់សាសនាព្រះពុទ្ធដូចគ្នាឯពួកអឺរ៉ុបកាន់សាសនាគ្រិស្តហើយចង់មកផ្សព្វផ្សាយនៅប្រទេសខ្មែរនៅឆ្នាំ1580ភូមាបានវាយលុកចូលប្រទេសសៀមយ៉ាងខ្លាំងពេលនោះស្ដេចសៀមបានផ្ញើរាជសារសុំជំនួយពីស្ដេចខ្មែរគឺព្រះបាទសត្ថាទី1ព្រះបាទសត្ថាទី1ក៏បញ្ជាឲ្យព្រះបាទស្រីសុរិយោពណ៌នាំទ័ពទៅជួយច្បាំងសៀមរហូតទទួលបានជ័យជំនះលើទ័ពភូមាហើយបានបណ្ដេញទ័ពភូមាចេញពីទឹកដីសៀមទៀតក្រោយពីបានជ័យជំនះលើភូមាហើយសៀមរមិលគុណខ្មែរបានលើកទ័ពមកវាយខ្មែរជាច្រើនលើកច្រើនសារនៅឆ្នាំ1588សៀមបានលើកទ័ពចូលទន្ទ្រានខ្មែរយ៉ាងកម្រោលហើយបានវាយយកបន្ទាយមានជ័យបាត់ដំបងពោធិ៍សាត់រហូតដល់ស្រុកបរិបូរព្រមទាំងហុំព័ទ្ធបន្ទាយលង្វែកទៀតផងពួកវាព័ទ្ធបន្ទាយលង្វែកអស់រយៈពេល3ខែតែត្រូវបាក់ទ័ពរត់ខ្ចាត់ខ្ចាយទៅវិញដោយសារខ្វះស្បៀងនិងការជំងឺមុនទៅវិញសៀមបានប្រើល្បិចបាចប្រាក់ដូងជាច្រើនចូលក្នុងគុម្ពឫស្សីដែលជារបងការពារបន្ទាយលង្វែកយោងតាមឯកសារមហាបរោះខ្មែរភាគ3បានប្រាប់ថាសៀមយកប្រាក់ដូងចំនួន 5000 ដួងច្របល់នឹងគ្រាប់សំណច្រកក្នុងកំភ្លើងធំតូចបាញ់ចេញអស់រយៈពេល3ថ្ងៃប្រជារាស្ត្រខ្មែរនាំគ្នាកាប់ឆ្ការគុម្ពឫស្សីដើម្បីយកប្រាក់ដូងទាល់តែរិចរិលគុម្ពឫស្សីអស់នៅឆ្នាំ1594ដោយដឹងថាគុម្ពឫស្សីរិចរិលអស់ហើយសៀមបានលើកទ័ពមកម្ដងទៀតហើយនៅទីបំផុតលង្វែកត្រូវសៀមយកបានទាំងមូលពួកសៀមបានប្រមូលរតនៈភ័ណ្ឌអស់ពីបន្ទាយលង្វែករួមមានដូចជាព្រះគោព្រះកែវទ្រព្យសម្បត្តិក្បួនខ្នាតនិងឯកសារផ្សេងៗជាច្រើនយកទៅស្រុកវាអស់ថែមទាំងចាប់ព្រះបាទស្រីសុរិយោពណ៌និងអ្នកចេះដឹងខ្មែរជាច្រើនទៅស្រុកសៀមថែមទៀតផងនាពេលនោះព្រះបាទសត្ថាទី1និងព្រះរាជបុត្រច្បងព្រះនាមជ័យជេដ្ឋាទី1បានភៀសព្រះកាយទៅរស់នៅដែនដីលាវហើយក៏សោយទីវង្គតនៅទីនោះនៅក្នុងឆ្នាំ1596ឯព្រះបាទស្រីសុរិយោពណ៌ត្រូវសៀមចាប់បានយកទៅស្រុកសៀមក្រោយពីបែកបាក់បន្ទាយលង្វែកមកប្រទេសកម្ពុជាហាក់អស់ឫទ្ធានុភាពហើយធ្លាក់
ទៅជារដ្ឋទុនខ្សោយមួយនៅតំបន់អាស៊ីអាគ្នេយ៍ខ្មែរបានបាត់បង់កេតនភ័ណ្ឌជាតិក្បួនច្បាប់អ្នកប្រាជ្ញបណ្ឌិតហើយវប្បធម៌ខ្មែរក៏ត្រូវសៀមឆក់ប្លន់យកទៅប្រទេសវាស្ទើរតែអស់រលីងប្រទេសជាតិធ្លាក់ទៅក្នុងភាពអនាធិបតេយ្យហើយគ្រោះទុរភិក្សបានចូលមកយាយីប្រជារាស្ត្រខ្មែរពេញផ្ទៃប្រទេសគ្រានោះកម្ពុជាបានបាត់បង់អាណាខេត្តដូចជាខេត្តចន្ទបុរីបស្ចឹមបុរីនគររាជសីមាបាត់ដំបងសៀមរាបនិងពោធិ៍សាត់ជាដើម